បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីទាក់ទងនឹងការបង្កើត account DistroKid ជារលុយជាមួយកម្មវិធីសិតប័ណ្ណចម្រៀងណាអញ្ចឹងបងដែលចង់ធ្វើចម្រៀងឲ្យផុសរលុយបងអាចមើលតាម website នេះបានហើយអាចទុកចិត្តបានគឺមានបងយើងរកបានច្រើនដែរដូចបងបញ្ញាគាត់ចែកម្លែកមុនគេណាគាត់រកបានរាប់ពាន់រាប់ម៉ឺនដុល្លារហើយអញ្ចឹងបងគាត់មើលវីដេអូគាត់អត់យល់ទេអាចមើលវីដេអូខ្ញុំបន្ថែមបានហើយបងអាចចុច subscribe នៅវីដេអូ channel របស់ខ្ញុំមួយចុច like ផងបាទហើយឬក៏បងចូលតាម Telegram របស់ខ្ញុំក៏បានខ្ញុំមានដាក់ link ឲ្យរបៀបបង្កើតចុចតាម link ខ្ញុំបង្កើតក៏បានឬក៏បង្កើតតាមបងខ្លួនឯងក៏បានដែរតែបងចូលមើលវីដេអូខ្ញុំនេះចាំជួយបង្កើតតាម link ខ្ញុំមួយទៅយើងបាន commission ទាំងសងខាងមានន័យថាបងវាចុះតម្លៃឲ្យបងហើយខ្ញុំក៏ទទួលបាន commission ពីក្រុមហ៊ុនដូចគ្នាអញ្ចឹងដើម្បីទទួលបាន DistroKid account មួយដែលត្រឹមត្រូវអញ្ចឹងបងចាំមើលវីដេអូនេះដល់ចប់ទៅហើយបញ្ជាក់បងមួយទៀតក្រុមហ៊ុនប័ណ្ណចម្រៀងគឺយើងអាចផុសចម្រៀងចូលវាយើងធ្វើ AI មិនយកចម្រៀងពីគេយកមកផុសហ្នឹងបងបើយើងយកចម្រៀងពីគេមកផុសមានន័យថាយ៉ាត់ជាប់កម្មសិទ្ធិរបស់គេអញ្ចឹងយើងធ្វើខ្លួនឯងទៅដើម្បីរកលុយខ្លួនឯងអូខេបងអញ្ចឹងវីដេអូវាបង្កើតបរិញ្ញានេះមានគេបរិញ្ញាច្រើនអស់ហើយអញ្ចឹងដើម្បីបង្កើតបានយើងត្រូវមាន Gmail ជាមុនសិនបាទហើយវាបង្កើត Gmail ខ្ញុំបានប្រាប់បងហើយមួយសារនៅក្នុង channel នេះអញ្ចឹងបងចូលមើលទៅវាបង្កើត Gmail ដូចជាអត់ពិបាកទេតែបើបងដែលថ្មីអត់ទាន់ចេះសោះអាចចូលមើលវីដេអូខ្ញុំឡើងវិញបានឬក៏ខ្ញុំមានបង្កើតនៅក្នុងវីដេអូនេះតែម្ដងនេះអញ្ចឹងដើម្បីបង្កើត Gmail បានបងគាត់ចុចបង្កើតតាមខ្ញុំមកនេះយក personal នេះមកបាទតោះមកយើងដាក់ឈ្មោះយើងបាទដាក់ឈ្មោះអីក៏បានដែរបើសិនជាបងកាត់ខ្លួនឯងដាក់ឈ្មោះខ្លួនឯងស្រួលចាំបាទតោះមកយើងលើថ្ងៃខែខាងលើនេះថ្ងៃខែតោះមកឆ្នាំដាក់ម្ចាស់តិចមកឬក៏ឆ្នាំកំណើតរបស់នេះបានហើយរើស page មកបាទហើយដាក់ email វាឲ្យស្រាប់នេះក៏បានឬក៏យើងចង់បង្កើត email ខ្លួនឯងលេខក្នុងសុយខ្លួនឯងក៏បានដែរអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដាក់ឆវ័នតិចច្រាស់វិញព្រោះនេះដាក់លើតិចឆវ័នអញ្ចឹងដាក់ឆវ័នតិចវិញទៅហើយ945ដូចគ្នាvớiគេវិញទៅអូខេចឹងពេលដាក់តាមនឹងបងស្រឡាញ់ហើយចុច next ហើយវាអត់ដាក់ password ទេចឹង password បងដាក់ដែលស្រួលចាំខ្លួនឯងមកកុំឲ្យយើងភ្លេចថ្ងៃក្រោយចឹងដាក់ប៉ុណ្នេះហើយយើងណូតទុកណាอย่าទៅភ្លេចពិបាកតែអត់អីទេបើយើងភ្លេចយើងត្រូវពេលបង្កើតនេះបងសំខាន់កន្លែងលេខទូរស័ព្ទនេះចឹងបងត្រូវដាក់លេខទូរស័ព្ទចូលណាកន្លែងហ្នឹងបងដាក់លេខទៅអាចការពារ account យើងបានមានន័យថាយើងភ្លេច Gmail ភ្លេចអីភ្លេច Gmail ភ្លេច password អញ្ចឹងយើងអាចចូលវិញបានដល់ភ្លេច Gmail ចាប់ហើយអត់អាចយកបានទេបើភ្លេច password យើងអាចយកបានឲ្យតែយើងបានដាក់លេខហើយ verify លេខត្រឹមត្រូវណាអូខេអញ្ចឹងខ្ញុំអត់សមត្ថបង្កើតទេកន្លែងហ្នឹងនិយាយថាខ្ញុំមាន Gmail ហើយណាមួយលេខខ្ញុំគឺលែងឲ្យបង្កើតហើយតែ2 3ដងវាលែងឲ្យបង្កើតហើយអូខេអញ្ចឹងបងគ្រាន់ចុចតាម link ខ្ញុំនេះនៅក្នុងវីដេអូខ្ញុំហ្នឹងខ្ញុំមានដាក់ link ឲ្យបងហើយអញ្ចឹងបងចុចក្នុងវីដេអូហ្នឹងមកបងមើលវីដេអូនេះបន្ថែមក៏បានឬបងចម្ងល់ឆាតរបស់ខ្ញុំតក៏បានដែរមានគិតថ្លៃសេវាបងទេនេះក្នុងហ្នឹងមានក្រុម Telegram ហ្នឹងបងនេះអញ្ចឹងចុចក្នុងក្រុមហ្នឹងមកមានមេរៀនជាច្រើនដែលខ្ញុំបានដាក់នៅក្នុងក្រុម Telegram មេរៀនក្នុងក្រុមហ្នឹងបងនេះអញ្ចឹងមានច្រើនហ្នឹងបងអាច check មើលបន្ថែមបានបងឆ្លាញ់ពេញចិត្តចង់ធ្វើវីដេអូ content ប្រភេទអីខ្ញុំមានចែកម្លែក content នៅក្នុងហ្នឹងដែរឬក៏ឆាតរបស់ខ្ញុំផ្ទាល់ខ្ញុំមានដាក់ link Telegram ខ្ញុំនៅក្នុងហ្នឹងដែរបាទឆាតមកសួររបៀបនេះរបៀបនោះផុសអប់ចម្រៀងជាប់អីអញ្ចឹងណាខ្ញុំអាចជួយបានអញ្ចឹងដើម្បីបង្កើតបានបងចុច link នេះខ្ញុំបានដាក់ឲ្យគឺចំណេញបាន$74ដែរបាទអញ្ចឹងបងចុច link ខ្ញុំហ្នឹងមកគឺដើម្បីទៅបង្កើត account អញ្ចឹងរបៀបបង្កើត account មាន2បងដាក់ email ក៏បានបង log in ជាមួយ Gmail នេះក៏បានដែរបានដូចគ្នាតែបើបងស្រួលងាយហើយស្រួលធ្វើបងចុចទៅលើនេះមកនេះបងគ្រាន់ដាក់ email មកអត់ពិបាកអីឡើយហ្នឹងអញ្ចឹង email ហ្នឹងយកមកពីណាអញ្ចឹង email ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងខ្ញុំទីឲ្យខ្ញុំចុច email របស់ខ្ញុំនេះមកខ្ញុំ copy email នេះមកហើយ password យើងដាក់ដូច email ក៏បានយើងដាក់ផ្សេងក៏បានដែរយល់ល្អដាក់ផ្សេងទៅកុំឲ្យដូច email ទេប្រយ័ត្នគេ hack យកបានអីគេយក email យើងបាត់តែបើយើងដាក់តាមនេះអត់អីទេគេ hack យកទៅក៏យើងនៅ log ចូលបានដែរដោយសារយើងដាក់តាម email យើងអត់ប្រើតាម login ណាអញ្ចឹងល្អអញ្ចឹង password ដាក់ password ណាដែលគិតថាអាចណូតទុកចាំទៅខ្លួនឯងបងដែលគាត់ចាស់ហើយតែដៃថ្មីយើងពិបាកតិចនេះហើយអានេះគឺ commission 7%ដែលទទួលបានពីខ្ញុំ
បាទចឹងម្នាក់7%ទេបាទចឹងយើងចុច sign up មកចឹងវាឲ្យចុច verify ខ្លាចយើងនឹងជា robot ឬអីចឹងណាចឹងយើងចុចតាមវាមកដាក់ cross walk នោះមានថាផ្លូវដើរអញ្ចឹងណាឬក៏ traffic sign ហ្នឹងវាភ្លើងសញ្ញាភ្លើងអីហ្នឹងចុចតាមវាមកហើយ verify ទៅវាឲ្យហើយពេលខ្លះម្ដងពេលខ្លះ2ដងអញ្ចឹងបងវាខ្លាចយើងបន្លំហើយអីចឹងណាចឹងយើងចុចតាមវាមកបាទអូខេអញ្ចឹងបន្ទាប់ពីចូលមកហើយនេះវាមាននេះលោតទៅឃើញអត់អញ្ចឹងយើងទិញតាម link ខ្ញុំនេះគឺចំណេញបាទអស់តែ41ជាងហ្នឹងឃើញអត់បងហើយបញ្ជាក់បងមួយទៀតDistroKid នេះយើងបង់ជាឆ្នាំណាមិនមែនបង់ជាខែទេមានថាយើងបង់ជាឆ្នាំគឺតម្លៃចាប់ពី20ជាងដុល្លារឡើងបង់ជាខែតែវាគ្រាន់វាគិតខែឲ្យយើងតែយើងបង់ជាឆ្នាំអត់មានបង់ជាខែទេបងប្រយ័ត្នច្រឡំណានេះចឹង DistroKid នេះលើទីឲ្យខ្ញុំចុចទៅ email មួយទៀតទៅថាតម្លៃដើមវាប៉ុន្មានបងដែលគាត់ចង់ដឹងខ្ញុំចុច log ទៅ email ថ្មីខ្ញុំមួយទៀតចឹង email ថ្មីនេះជាមួយខ្ញុំសាក log តាម mail ហ្មងចុចនេះមកយើងចុចតាម mail log ខាងក្រោមនេះ sign in ហ្នឹងយើងមិនចាំចុច mail ទេចុច sign in នឹងយកមកតោះមកយើងពេញ email ទៅពេញ email ពេញអីទៅបាទចេញមកនេះចឹងតម្លៃដើមវា44.99 ចុច45ហើយបាទចឹងទិញតាមខ្ញុំវាចំណេញបាន7%ដែរបងអូខេចឹងចឹងលើខ្ញុំមកបញ្យល់បងបន្ថែមតកតងនឹងគឺ3ហ្នឹងវាភាពខុសគ្នាបែបណាខ្លះតែយល់ល្អបងទិញអាកដាលនេះអាតម្លៃ44ហ្នឹងអាហ្នឹងល្អអាហ្នឹងអាព្រូលឿនគេប្រើច្រើនអញ្ចឹងយើងចែកចាយប័ណ្ណចម្រៀងអីស្នើអីដាក់តែមួយថ្ងៃពីរថ្ងៃអីវាព្រូឲ្យចង់20ប័ណ្ណ30ប័ណ្ណអីក៏លឿនដែរអត់យូរទេហើយយើងអាចកែ custom អីបានដូរ thumbnail ដូររូបដូរអក្សរ title ចំណងជើងអីបានមកស្រឡាញ់រយៈពេលវាតាមអាទិត្យអីយ៉ាងយូរគឺវា approve ឲ្យណាចំពោះខ្ញុំជាក់ស្ដែងណាខ្ញុំអត់ដែរប្រើខមហ្នឹងឯងខ្ញុំប្រើតែអាហ្នឹងយកមកដោយសារវាចំណេញហើយយើងបានពីសិល្បករទៀតមានន័យថាយើងធ្វើទិញតា44ហ្នឹងយើងបានសិល្បករ2យើងអាចផុសបាន2សិល្បករណា2អ្នកចម្រៀងតែមិនមកបត់ហ្នឹងយើងធ្វើបត់ចម្រៀងទីហោធ្វើក្នុង Sono យើងបាន2បត់ហ្នឹងយើងអាចដាក់ក្នុងនឹងតែមួយបានទេប្រយ័ត្នវា band របស់យើងចោលអញ្ចឹងយល់ល្អយើងធ្វើទៅមួយទៅផុសតែមួយបានហើយយកមួយណាល្អឲ្យផុសទៅបាច់ស្ដាយទេបងតែស្ដាយវា band បត់យើងចោលហ្នឹងលើសដើមហើយតែបងអាចមាន website ផ្សេងមួយទៀតអាចយកទៅកែច្នៃចំណងជើងដូរចំណងជើងដូរអីទៅបានអត់អីទេដាក់បានដូចគ្នាតែយល់ល្អមិនបាច់ដាក់ទេអូខេចឹងបដោតមួយណាបដោតតែមួយនឹងសិនអញ្ចឹងណាបាទអញ្ចឹងនេះបងមើលភាពខុសគ្នានេះវាមាន Spotify មានការកាត់ចម្រៀងចូលជាមួយរបស់គេមានការកែប្រែផ្សេងអាហ្នឹងយើងប្រាប់បងក្រោយទៀតមាន access លើ mobile ដាក់លើទូរស័ព្ទដៃបានទាំងអស់ហើយ lyric ក្នុង Apple Music នេះវាអត់មានទេធម្មតាតែបើខ្សែ4នេះមានហើយយើងអាចមើលទិន្នន័យប្រចាំខែប្រចាំថ្ងៃតាមថ្ងៃគេមើលមួយអ្នក stream មួយអ្នកប័ណ្ណចម្រៀងយើងអញ្ចឹងណានេះមានប្រាប់លើនេះបងអាចបកបន្ថែមទៀតបានអញ្ចឹងគឺបើសិនជាបងចាប់ផ្ដើមធ្វើអាចម្រៀងហ្នឹងយល់ល្អទិញអាតម្លៃហ្នឹងទៅល្អបងវាព្រូលឿនចែកចាយប័ណ្ណយើងលឿនណាយើងសោះខាតពេលចាំហើយព្យាយាមផុសបងដូចខ្ញុំប្រាប់អញ្ចឹងតិចផុសខ្ញុំប្រាប់នៅវីដេអូមុនហើយបងកុំខំផុសពេកផុសលេងធ្វើវាព្រូហើយតែយើងផុសចូលកុំខំពេញគោដាច់សន្សំកុំបំបោលហ្នឹងបងបាទចឹងមើលតាមនេះទៅបងមានចម្ងល់អីអាចឆាតមកសួរខ្ញុំបន្ថែមបានឬក៏បងអត់ចេះភ្ជាប់អត់ចេះបង្កើតអីបងអាចឆាតខ្ញុំបានអូខេឥឡូវនេះដើម្បីទិញបានបងចុចចូល like pick me នេះបងឃើញនេះគេដាក់ number of 2ចឹងមាន2អធិចឹងយើងទៅមើលធម្មតាវាអត់ដាក់ទេនេះធម្មតាវាដាក់ទេចឹងបានតែមួយអធិទេធម្មតាចឹងមកយើងចង់បាន2អធិយើងដាក់ទៅយើងទិញអានេះទៅបាន2អធិហើយវាមិនថ្លៃទេបងមួយឆ្នាំនោះហ្នឹងមួយឆ្នាំអស់តែប៉ុណ្ណឹងទេអត់ថ្លៃទេយើងធ្វើបត់មួយថ្ងៃ10មួយថ្ងៃ20អីទៅដាក់ចូលទៅដាក់អស់ថ្ងៃទៅវាព្រូដាក់ទៅយើងមាន2អធិចឹងល្អបាទអញ្ចឹងយើងដាក់ឈ្មោះកាតហើយលេខកាតមកនេះលេខកាតលើកាតយើងកាត AVA ឬក៏ AC ណា Visa កាតអាហ្នឹងតើបងទៅក្រុមហ៊ុនធនាគារគេបង្កើតឲ្យទៅបានមិនមែននេះទេមិនមែនដាក់លេខកងធនាគារយើងទេហើយកន្លែងនេះផងដែរដាក់ថ្ងៃខែនៅលើកាតហ្នឹងហើយផុតកំណត់ថ្ងៃអីវានឹងលេខអាត់កំងលេខអីហ្នឹងអត់ឲ្យគេដឹងបងដឹងញ៉ាត់គេ hack របស់យើង
ហើយប្រទេសហ្នឹងយើងយកកម្ពុជាមកហើយលេខកូដនេះយើងយក 12000 មកណាហើយបងបងចុចពីថាមើលឡើងវាត្រូវហើយចុចជាន់មកគឺបានជោគជ័យហើយទិញបានហើយប៉ុណ្ណឹងឯងហើយបើសិនចម្ងល់អីទៀតដូចខ្ញុំប្រាប់ដដែលអញ្ចឹងឆាតមកខ្ញុំមកស្រួលជាងហើយបើបង្កើតតាម link ខ្ញុំទៀតកាន់តែល្អសួរខ្ញុំសេរីខ្ញុំប្រាប់តែបើមើលអត់យល់ទៀតចង់ឲ្យខ្ញុំបង្កើតឲ្យក៏ខ្ញុំទទួលបង្កើតឲ្យបានដែរមានបង្កើត Gmail ភ្ជាប់ bank ភ្ជាប់អីឲ្យអញ្ចឹងណាបរិញ្ញាបងអាចផុសទៅយើងយកថ្លៃតែថ្លៃកាហ្វេតិចតួចអញ្ចឹងទៅបងធ្វើម៉េចបាទអរគុណបង